ច្ចុប្បន្នស្រុកសំឡូតបានក្លាយជាតំបន់ស្រូបទាញភ្ញៀវទេសចរយ៉ាងច្រើនក្នុងចំណោមក្រុងស្រុកទាំង14នៃខេត្តបាត់ដំបងភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងស្រុកសំឡូតតែងតែគយគន់ទេសភាពចាប់តាំងពីពេលព្រឹកព្រលឹមពន្លឺព្រះអាទិត្យចាប់ផ្ដើមរះនិងបានស្រូបយកអាកាសធាតុល្អបរិសុទ្ធភ្ញៀវទេសចរក៏អាចដើរកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍តាមតំបន់ផ្សេងៗនិងបានជួយទិញផ្លែឈើរបស់បងប្អូនប្រជាកសិករដែលមានដំណាំច្រើនមុខដូចជាទុរេនសាវម៉ាវញៀវនិងបានស្រស់ស្រូបអាហារពេលថ្ងៃត្រង់ហើយភ្ញៀវទេសចរអាចគយគន់ថ្ងៃលិចនៅតាមតំបន់នានានិងបន្តសម្រាកលំហែកាយតាមរីសតផ្សេងៗផងដែរជាម្ចាស់អាជីវកម្មរីសតមួយកន្លែងដែលនៅក្នុងភូមិសាមគ្គីឃុំសំឡូតលោកតុនសុនលីបានមើលឃើញពីសក្តានុពលជាច្រើនដូចជាសក្តានុពលវិស័យកសិកម្មនិងវិស័យទេសចរណ៍ហើយម្យ៉ាងវិញទៀតលោកបង្កើតរីសតនេះក្នុងគោលបំណងសម្រាប់ភ្ញៀវទេសចរសម្រាប់លំហែកម្សាន្តនិងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រដោយលោកបានបង្កើតការងារដល់បុគ្គលិកនៅទីនេះយ៉ាងល្អប្រសើរជាជាងការធ្វើចំណាក់ស្រុកទៅធ្វើការនៅក្រៅប្រទេសទាំងប្រថុយប្រថានសម្រាប់ម្ហូបអាហារដែលលោកចម្អិននៅទីនេះគឺពឹងផ្អែកទាំងស្រុងទៅលើបងប្អូនប្រជាកសិករនៅទីនេះផ្ទាល់តែម្ដងការជំរុញទឹកចិត្តឲ្យកើតសំណូរីសតនេះទី1ខ្ញុំឃើញជាតំបន់ទេសចរទាក់ទងនឹងដំណាំទុរេនភ្ញៀវទេសចរពីគ្រប់ខេត្តក្រុងភាគច្រើនដល់ខេត្តទុរេនគឺភ្ញៀវទេសចរគាត់មកលេងចង្ការទុរេនអត់មានកន្លែងស្នាក់នៅបាទគាត់ពិបាករកកន្លែងស្នាក់នៅតមកក៏ខ្ញុំនឹកឃើញថាបង្កើតមុនមិនថាចង់បង្កើតឲ្យច្រើនចេះទេហើយកើត4-5ផ្ទះប៉ុន្តែដល់ភ្ញៀវក៏គ្រប់ត្រូលបដើមកទៅអត់គ្រប់ឲ្យភ្ញៀវក៏បន្តធ្វើឲ្យច្រើនលើបាន10ផ្ទះជាងក៏ផ្ទះមានហ្វ្រីដូងកោបបាទហើយហ្វ្រីកខ្វេហើយនឹងបញ្ចុះតម្លៃផ្ទះ 50% ខ្ញុំបង្កើតនេះជួយបានដល់អ្នកអត់មានការងារធ្វើទី1ទី2ជួយទិញដូចជាសัตว์ដូចជាមាន់ដូចជាទាផនប្រជាពលរដ្ឋមកធ្វើម្ហូបនៅរីសតនេះបាទសូមអពាហ៍ពនាដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិសូមអញ្ជើញមកលេងទស្សនានៅសំឡូតរីសតឲ្យបានច្រើននៅក្នុងឆ្នាំ2025នេះលោកខេមអរុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងបានឲ្យដឹងថាក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងជាចក្ខុវិស័យរបស់ឯកឧត្តមសុកលូនអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងក្នុងឆ្នាំ2025នេះក្រុងស្រុកទាំង14ក្នុងខេត្តបាត់ដំបងគឺត្រូវរៀបចំឲ្យមានជាតំបន់ទេសចរដើម្បីជំរុញផលិតផលទេសចរថ្មីៗក្នុងគោលបំណងស្រូបទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកម្សាន្តឲ្យកាន់តែច្រើនបន្ថែមពីនេះគ្រប់រមណីយដ្ឋាននិងគោលដៅទេសចរទាំងអស់ត្រូវបានរៀបចំឲ្យមានសណ្ដាប់ធ្នាប់អនាម័យបដិសណ្ឋារកិច្ចស្របតាមស្តង់ដារដើម្បីឆ្លើយតបនឹងតម្រូវការទេសចរនាពេលបច្ចុប្បន្នជាពិសេសរដូវកាលបៃតងនៅខែវស្សានាពេលខាងមុខនេះនឹងក្លាយជារដូវកាលទទួលទេសចរដែលផ្ដល់នូវបទពិសោធន៍និងទាក់ទាញជូនទេសចរជាតិនិងអន្តរជាតិដែលនឹងអញ្ជើញមកទស្សនាក្នុងខេត្តបាត់ដំបងជាពិសេសស្រុកសំឡូតនៅក្នុងឆ្នាំ2025នេះផងដែរបាទក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងឯកឧត្តមសុកលូអភិបាលនៃគណៈបាលខេត្តបាត់ដំបងបានជំរុញឲ្យមន្ទីរទេសចរធ្វើការខិតខំបើន័យថាបង្កើននៅភាពតាក់ទាញក៏ដូចជាផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីសក្តានុពលនិងវិស័យទេសចរនៅក្នុងខេត្តសំខាន់ជំរុញឲ្យមានភាពតាក់ទាញទេសចរមកកំសាន្តហើយសម្រាប់ឆ្នាំ2025នេះដែរគឺមន្ទីរទេសចរនឹងចុះជំរុញទៅតាមបណ្ដាក្រុងស្រុកបាទទាំង14នៅក្នុងខេត្តបាត់ដំបងរៀបចំឲ្យក្រុមការងារអភិវឌ្ឍផែនការអភិវឌ្ឍទេសចរតាមបណ្ដាក្រុងស្រុកទាំងអស់ហ្នឹងខិតខំជំរុញក៏ដូចជាបង្កើតនៅផែនការ
តាមស្រុកនីមួយធ្វើយ៉ាងណាឲ្យក្នុងមួយស្រុកហ្នឹងគឺមានរមណីយដ្ឋានដែលតាក់ទាញសម្រាប់ស្រុកហ្នឹងយ៉ាងហោចណាស់ឲ្យបានមួយធ្វើយ៉ាងណាឲ្យភ្ញៀវគឺមានគេហៅថារបាយនៃទេសចរទូទាំងខេត្តបាត់ដំបងតែម្ដងមកបាត់ដំបងគឺមានកន្លែងដើរលេងច្រើនតាមបណ្ដាស្រុកមួយនេះខិតខំរៀបចំអ្វីដែលគាត់មានស្រាប់បាទឲ្យកាន់តែមានភាពប្រសើរភាពតាក់ទាញសម្ព័ន្ធភាពហើយនិងសណ្ដាប់ធ្នាប់ល្អគួររំលឹកថាគ្រាន់តែស្រុកសំឡូតខេត្តបាត់ដំបងមួយមានតំបន់រមណីយដ្ឋាន5ទីតាំងតំបន់សក្តានុពលទេសចរ5ទីតាំងសហគមន៍ទេសចរ2ទីតាំងកសិទេសចរ1និងសម្បទាទ្រទ្រង់ទេសចរយ៉ាងសម្បូរបែបជាច្រើនកន្លែងទៀត